ពូមិនទាន់ចាក់ចេញទេហើយអ្វីបានជាយើងជួបគ្នាម្ដងទៀតនេះពិតជាគួរឲ្យអាណិតណាស់វាហាក់ដូចជាក្មេងស្រីតូចម្នាក់នេះពិតជាសមនឹងរសជាតិរបស់លោកម្ចាស់នាងមិនទាន់ត្រូវបានបណ្ដេញចេញនៅឡើយទេវាពិតជាដូច្នោះមែនព្រះអើយវាហាក់ដូចជាខ្ញុំត្រូវប្រុងប្រយ័ត្នបន្ថែមទៀតចូលមកអុយនៅទីនេះនេះគឺជាស្រាបៀរអ្នកដឹងពីរបៀបផឹកស្រាបៀរទេអ្នកពូកែផឹកណាស់លោកម្ចាស់តើលោកអាចនៅស្ងៀមបានទេក្មេងស្រីតូចមានមុខស្គមហើយខ្មាស់អៀនណាស់មកតោះផឹកមួយកែវជាវអ្នកមិនផឹកជាមួយចៅហ្វាយរបស់អ្នកទេតើនេះជារបៀបដែលអ្នករៀនច្បាប់មែនទេខ្ញុំមិនដឹងទេលោកម្ចាស់និយាយត្រូវក្មេងស្រីតូចចូលទៅទីនោះខ្ញុំនឹងទៅជាមួយលោកម្ចាស់ខ្ញុំស្ដាប់មិនខុសទេលោកម្ចាស់ពិតជាបានសុំឲ្យក្មេងស្រីតូចម្នាក់នេះទៅជាមួយគាត់សូមអភ័យទោសប៉ុន្តែខ្ញុំត្រូវទៅហើយលោកម្ចាស់តោះជាវខ្ញុំចង់មានន័យថាតោះផឹកស្រាបើខ្ញុំដឹងថាអ្នកចូលចិត្តផឹកស្រាច្រើនយ៉ាងនេះខ្ញុំគួរតែអនុញ្ញាតឲ្យអ្នកផឹកនៅក្នុងពិធីមង្គលការកាលពីម្សិលមិញលោកម្ចាស់សូមនៅស្ងៀមអ្វីតើលោកខ្លាចអ្នកដទៃដឹងថាលោករៀបការហើយប៉ះពាល់ដល់អាជីវកម្មរបស់លោកមែនទេលោកម្ចាស់ភ្លេចហើយនៅយើងចិត្តលែងលះគ្នាហើយក្នុងរយៈពេល1ខែទៀតឥឡូវនេះយើងខ្លាចជាមនុស្សចម្លែកហើយមនុស្សចម្លែកតើខ្ញុំគួរនិយាយអ្វីទៅកាន់លោកម្ចាស់តើលោកកំពុងនិយាយអំពីអ្វីយើងកំពុងផឹកស៊ីហើយអ្វីបានជាអ្នកមានអារម្មណ៍ថាអ្នកកំពុងអភិវឌ្ឍទំនាក់ទំនងរបស់អ្នកវាមិនមែនដូច្នោះទេលោកម្ចាស់កុំយល់ខុសអីអ្វីខ្ញុំនៅទីនេះដើម្បីធ្វើការមិនមែនដើម្បីចូលទៅជិតអ្នកទេភ្លេចវាចោលទៅខ្ញុំគួរតែចាក់ចេញឥឡូវនេះអរគុណលោកម្ចាស់ខ្ញុំនឹងធ្វើវាគ្រោះថ្នាក់កុំផឹកច្រើនពេកយល់ពង